ជំរាបសួរនិងសួស្តីអ្នកនរគ្នាឥឡូវមកធ្វើការពិសោធន៍រូបវិទ្យាទី8អំពីការវាស់ចម្ងាយចរនិងរយៈពេលដើម្បីធ្វើការគណនាល្បឿនតែមកឃើញមកមើលរូបខាងស្ដាំបន្តិចមើលនិយាយពីរូបខាងស្ដាំមិនឃើញមានឡានមួយហើយឃើញម៉ែត្រហើយឃើញនាឡិកាបាទអញ្ចឹងគេប្រើម៉ែត្រដើម្បីអីគេប្រើនាឡិកាដើម្បីអីហើយឃើញកូនឡានមួយបាទឥឡូវចេះយើងមកស្គាល់រូបមន្តល្បឿនបន្តិចជាធម្មតាល្បឿនគឺជាទំហំមួយសម្គាល់ភាពលឿនឬក៏យឺតរបស់អង្គធាតុណាមួយហើយល្បឿនគឺរូបមន្តឲ្យស្មើចម្ងាយចរចែកនឹងរយៈពេលចម្ងាយចរຂະຫນាតវាគិតជាម៉ែត្ររយៈពេលគិតជាវិនាទីដូច្នេះល្បឿនរបស់យើងមានຂະຫນាតគិតជាម៉ែត្រនៅក្នុង1វិនាទីបាទអញ្ចឹងនៅក្នុងដំណើរការនោះយើងនឹងប្រើម៉ែត្រដើម្បីវាស់ចម្ងាយចរហើយនាឡិកាឬក៏ stopwatch ដើម្បីវាស់វាយគេវាស់ពេលវេលាដោយប្រើប្រាស់កូនឡានរបស់យើងឥឡូវទៅតាមដានការពិសោធន៍ទាំងអស់គ្នាបាទតាមមកចុចដល់បលែងngày đi bàn thòng à ê không ai đó lên tiền mày nó qua đã mày nó cho mày hay cái khủng chẳng thì mày anh ấy làm mày đó xa đi em á còn bờ lên nhá ê xa mắt đá mau ta cùng này cầm cái thuốc ta kêu bờ lên mắt đánh đai giờ rồi vô pi chập vô pi này tiếp thầy mùi chẳng pi rồi đập thầy mùi đó thầy bánh cà mùi pram chẳng bầm bơ đập đập dẹp pe man đập bay vị rồi đập bay vịt mẹ nát đập bay vịt chẳngបន្ទាប់ពីធ្វើការពិសោធន៍អ្នកនរបានឃើញថាយើងវាស់អីគេវាស់ចម្ងាយបន្ទាប់ពីយើងធ្វើឲ្យកូនឡានបានផ្លាស់ទីយើងបានវាស់ចម្ងាយនៅក្នុងការផ្លាស់ទីពីចំណុចដើមទៅដល់ចំណុចស្រេចក៏យើងបានវាស់រយៈពេលដែលរយៈពេលរបស់វាគឺត្រូវនឹង13វិនាទីបាទកំណត់ដោយ stopwatch ហើយចម្ងាយគឺដំបូងឡើយ5បន្ទាប់មក210ទៀតអញ្ចឹងគឺបូកចូលគ្នាគឺ710ដែលស្មើ710សង់ទីម៉ែត្រហ្នឹងគឺយើងប្របែកទៅម៉ែត្រគឺយកវាចែកនឹង100អញ្ចឹងចម្ងាយរបស់យើងគឺស្មើ7.10ម៉ែត្រយើងយក7.10ម៉ែត្រចែកនឹង13វិនាទីទៅឃើញល្បឿនរបស់ឡានរបស់យើងគឺបាទគឺឡានរបស់យើងគឺ0.55ម៉ែត្រនៅក្នុង1វិនាទី